រៀងនេះពិតជាអេមណាស់ ឯងធ្វើស្អីហ្នឹង គ្រាន់តែលេងសើចតើខ្ញុំមិនគិតថាវាគួរឲ្យអស់សំណើចទេឆ្លុះគ្នាពីរឿងអីទៀតហើយ គាត់ផ្ទះគូតខ្ញុំតើដៃអញរមាស់អីខ្ញុំគ្រាន់តែលេងសើចសោះមានបញ្ហាអី ជាគ្រូសាតែមួយចាំបាច់បែងចែកច្បាស់លាស់ម្ល៉េះជាគ្រូសាតែមួយអាចស្ទាបអង្អែតាមចិត្តមែនទេ មានរឿងអីប្រពន្ធឯងថាយើងស្ទាបនាងយើងគ្រាន់តែផ្ទះមួយដៃសោះថាជាការស្ទាបលោកពូថ្ងៃក្រោយកុំធ្វើបែបនេះទៀតអីខ្ញុំធ្វើអីខុសគឺកុំមកប្រើដៃប្រើជើងផ្ដេសផ្ដាស ខ្ញុំប្រើដៃប្រើជើងខ្ញុំគ្រាន់តែប៉ះនាងបន្តិចសោះថាខ្ញុំប្រើដៃប្រើជើងខ្ញុំគ្រាន់តែនិយាយថា និយាយស្អីទៀតចេញទៅឲ្យឆ្ងាយទៅអាមនុស្សរមើលគុណការប្រពន្ធឲ្យភ្លេចគុណពូចៅជាងគូខ្ញុំប្រាប់ឯងជាលើកចុងក្រោយកុំមកប៉ះខ្ញុំកុំមកប្រើល្បិចនេះជាមួយខ្ញុំប៉ះនាងមានរឿងអីខ្ញុំប៉ះនាងខុសច្បាប់មែនទេតើឯងមិនអាចបង្កបញ្ហាឲ្យតិចជាងនេះបានទេខ្ញុំបង្កបញ្ហាគឺគាត់ទេដែលធ្វើមុខយ៉ាក់ដាក់ខ្ញុំរាល់ថ្ងៃហ្នឹងខ្ញុំជួយមើលថែផ្ទះនេះតាំងពីព្រលឹមទល់ព្រលប់នៅតែត្រូវមើលទឹកមុខគាត់ទៀតតើឯងជាស្អីទៅនេះជាផ្ទះរបស់ខ្ញុំលុយបងរំលោភផ្ទះក៏ខ្ញុំជាអ្នកបងលុយចំណាយក្នុងផ្ទះក៏ខ្ញុំជាអ្នកចេញតើឯងថាខ្ញុំជាស្អីទៅឯងកុំយករឿងផ្ទះមកនិយាយពេកនោះជាផ្ទះរបស់ក្មួយប្រុសខ្ញុំក្មួយប្រុសរបស់ឯងក្មួយប្រុសរបស់ឯងប្រាក់ខែ 5,000 បងរំលោភផ្ទះ 8,000 តើគេយកអីទៅសងយកប្រាក់ឧបត្ថម្ភជនក្រីក្ររបស់ឯងទៅសងមែនទេឬមួយក៏ជាលុយចូលនិវត្តន៍របស់ម៉ែដែលផ្ញើទុកនៅកន្លែងឯងខ្លាចតែលុយនៅក្នុងដៃឯងចាយអស់រលីងហើយទេដឹង ឯងនិយាយផ្ដេសផ្ដាសចាយអស់ស្អីទៅ ចុះលុយណែណាបងស្រីកុំស្ដាប់គេនិយាយផ្ដេសផ្ដាសគេគ្រាន់តែចង់បំបែកបំបាក់ពួកយើងទេយូធំនិយាយឲ្យច្បាស់មើលចាយអស់ស្អីទៅបងសួរគាត់ដោយខ្លួនឯងទៅ ជាងគូនិយាយការពិតជាមួយខ្ញុំមកចុះលុយចូលនិវត្តន៍របស់ខ្ញុំដែលផ្ញើទុកនៅកន្លែងឯងនៅណា បងស្រីកុំស្ដាប់គេនិយាយផ្ដេសផ្ដាសអី គេគ្រាន់តែចង់ដេញខ្ញុំចេញតើអាចឈប់បង្កចំនួនទៀតបានទេ គ្រូសានេះកំពុងតែល្អសោះ ឯងតតែធ្វើឲ្យវឹកវរវិនាសទើបអស់ចិត្តមែនទេ ខ្ញុំជាអ្នកបង្កហេតុអា ល្អណាស់ ទាំងអស់នេះជាកំហុសរបស់ខ្ញុំចុះ ខ្ញុំនឹងឲ្យគេដឹងថាគេប៉ះចំមនុស្សខុសហើយ អាឡូជួយឆែកប្រវត្តិប្រតិបត្តិការធនាគារនៃលុយចូលនិវត្តន៍របស់ចៅឡានជីឲ្យខ្ញុំបន្តិចចាស់ខ្ញុំជាកូនប្រសាររបស់គាត់អ្នកស្រីស៊ុននេះជាប្រវត្តិប្រតិបត្តិការកាន់នីលុយចូលនិវត្តន៍រយៈពេល 2 ឆ្នាំចុងក្រោយរបស់អ្នកស្រីចៅឡានជីដែលអ្នកចង់បានចុះការបញ្ចូលលុយទៅក្នុងកម្មវិធី live ផ្ទាល់ទាំងនេះជាស្អីរៀងរាល់ខែសុទ្ធតែមានតិចបំផុតក៏ពី 3,000 ច្រើនបំផុតរហូតដល់រាប់ម៉ឺនអូទាំងនេះសុទ្ធតែត្រូវបានផ្ទេរតាមរយៈប្រព័ន្ធទូទាត់ភាគីទី3ដោយមានកំណត់សម្គាល់ថាជាការចំណាយលើការកំសាន្តវប្បធម៌ក្មេងស្រីបើពិនិត្យមើលលើចំនួនទឹកប្រាក់និងប្រេកង់នៃការផ្ទេរវាគួរតែជាការជូនកាដូលើកម្មវិធីផ្សាយផ្ទាល់អនឡាញចុះចំណែកប្រតិបត្តិការមួយនេះវិញតើ Success Pay នេះជាអ្វីក្មេងប្រុស មួយនេះគួរតែជាវេទិកាល្បែងស៊ីសងអនឡាញប្រព័ន្ធធនាគាររបស់យើងបានសម្គាល់ថាវេទិកាប្រភេទនេះជាបណ្ដាញប្រតិបត្តិការដែលមានហានិភ័យខ្ពស់អញ្ចឹងមានន័យថាលុយចូលនិវត្តន៍របស់ម្ដាយក្មេងខ្ញុំត្រូវបានយ៉ាវជាងយកទៅជូនកាដូពិធីការនីផ្សាយផ្ទាល់និងលេងល្បែងអនឡាញមែនទេហើយនៅមានទាំងនេះទៀតក្មេងស្រីតើអ្នកទាំងនេះជាអ្នកណាទាំងនេះជាកណនីទទួលប្រាក់ផ្ទាល់ខ្លួនអរគុណអ្នកចាត់ការឆៅក្មេងប្រុស អាឡូបងវងមែនទេខ្ញុំយូរថងជួយស្រាវជ្រាវប្រវត្តិមនុស្សម្នាក់ឲ្យខ្ញុំបន្តិចគឺយ៉ាវជាងយកបាទគឺលោកមីរបស់ខ្ញុំនឹងហើយខ្ញុំចង់ពិនិត្យមើលរបាយការណ៍ធនាគាររបស់គាត់និងចង់ដឹងថា2ឆ្នាំចុងក្រោយនេះគាត់ធ្វើអ្វីខ្លះរឿងលុយកាក់មិនមែនជាបញ្ហាទេ តើអូនកំពុងធ្វើអ្វីនឹងហេតុអ្វីមិនទាន់គេងទៀតពិនិត្យបញ្ជីតើពិនិត្យបញ្ជីអ្វីទៅ មើលដោយខ្លួនឯងទៅលុយចូលនិវត្តន៍របស់ម្ដាយបងត្រូវបានលោកមីរបស់បងផ្ទេរចេញរៀងរាល់ខែបូកសរុប2ឆ្នាំបញ្ចូលគ្នាព្រមទាំងលុយខ្ចីផ្សេងទៀតគឺជា2 សែនយ៉នមិនអាចទៅរួចទេដឹងបរោះចំណាស់លោកមីប្រាប់ខ្ញុំថាគាត់ជួយចាត់ចែងហិរញ្ញវត្ថុឲ្យម៉ាក់តើចាត់ចែងហិរញ្ញវត្ថុរបៀបណារហូតដល់ចូលទៅក្នុងកណនីរបស់ពិធីការនីផ្សាយផ្ទាល់អញ្ចឹងក្មេងស្រី លឺសិចឆ្លងតើបងល្ងងមែនតើឬធ្វើជាល្ងងកុំមកចាក់រុកឆ្កឹះឆ្កៀលនៅទីនេះលោកមីមិនមែនជាមនុស្សបែបនោះទេមិនមែនជាមនុស្សបែបហ្នឹងឡើយមិនមែនជាមនុស្សបែបហ្នឹងចុះបងប្រាប់ខ្ញុំមើលម្ដាយរបស់បងជាស្ត្រីចំណាស់ម្នាក់លុយចូលនិវត្តន៍ប្រចាំខែ 5,300 យ៉នតើគាត់មានលុយនៅក្នុងដៃផ្ទាល់ខ្លួនប៉ុន្មានទៅតើបងធ្លាប់សួរក្មេងស្រីគាត់ទេបុរសចំណាស់អ្នកមិនដែលសួរទេអ្នកមិនដែលខ្វល់ខ្វាយសោះពីព្រោះអ្នកគិតថាពូរបស់អ្នកមានគុណចំពោះគ្រួសារអ្នកដូច្នេះអ្វីដែលគាត់ធ្វើគឺត្រូវទាំងអស់មែនទេចុះចង់ឲ្យខ្ញុំធ្វើម៉េចទៅប្តឹងប៉ូលីសហេអូខេទៅចាប់ពូខ្ញុំទៅខ្ញុំមិនបានឲ្យអ្នកប្តឹងប៉ូលីសទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកមើលឲ្យច្បាស់ពីពូដែលមានគុណរបស់អ្នកម្នាក់នោះ តើគាត់ជាមនុស្សបែបណាឲ្យប្រកាសអ្នកចង់ធ្វើអ្វីឬមិនចង់ធ្វើអ្វីពីថ្ងៃទៀតអ្នកនឹងដឹងហើយ យូធំ អ្វីដែលអញឲ្យខ្ញុំជួយស្រាវជ្រាវមានលទ្ធផលហើយនិយាយមកនិយាយពីបាយការធនាគារមុនគេមក ខ្ញុំបានប្រើខ្សែស្រឡាយដើម្បីសុំមើលរបាយការណ៍កណនីរបស់ចៅជាងគូរយៈពេល2ឆ្នាំចុងក្រោយនេះអញទីមើលថាមានរឿងអីកុំលាក់លៀមអីគឺម្ដាយក្មេកអញបានផ្ទេរទៅ លុយរបស់គាត់បូករួមទាំងប្រាក់ឧបត្ថម្ភមរណភាពរបស់ឪពុកក្មេកអញកាលនោះលុយហោប៉ៅដែលប្តីអញឲ្យគាត់រាល់ខែនិងប្រាក់ឧបត្ថម្ភក្រីក្រប្រចាំថ្ងៃផ្សេងទៀតប្រាក់ឧបត្ថម្ភទាំងនេះបូកបញ្ចូលគ្នារយៈពេល2ឆ្នាំនេះគឺជិត 3 សែនយ៉នទៅហើយ 3 សែនយ៉ន ប៉ុន្តែសមតុល្យឲ្យកណនីរបស់គាត់ឥឡូវនេះសល់តែ 320 យ៉នប៉ុណ្ណោះគឺចាយអស់រលីងហើយ
ខ្ញុំជួយរៀបចំសម្រងឲ្យអញហើយភាគច្រើនចៃលើ3ផ្នែកទី1គឺលបែងគាត់តែងតែទៅលេងលបែងនៅកាស៊ីណូក្រំដីជីក្រុងហើយចាញ់អស់មិនតិចទេទី2គឺការស៊ីផឹកការជូនកាដូឲ្យពិធីការនីឡាយផ្ទាល់ streamer និងវិកបតចៃវីនៅកន្លែង massage spa ជាច្រើនសន្ធឹកសន្ធាប់ទី3គឺស្រីមែនហើយខ្ញុំបានតាមដានថតរូបគាត់មួយសប្តាហ៍ពេញទើបដឹងថាមានស្រីស្និទ្ធស្នាល3នាក់ជាប្រចាំម្នាក់នេះឈ្មោះចាងស៊ីវឡានអាយុ45ឆ្នាំលេងលះប្តីស្គាល់ចៅជាងគូពេលរំកំសាន្តនៅសួនច្បារជួបគ្នា2ទៅ3ដងក្នុងមួយសប្តាហ៍នាំគ្នាទៅញ៉ាំអីដើរផ្សារនិងបើកបន្ទប់សន្តាគារ ចៃលុយដៃទូលាយណាស់ម្នាក់នេះឈ្មោះចិនលីអាយុ28ឆ្នាំជាបុគ្គលិកគិតលុយនៅផ្សារទំនើបចៅជាងគូតាមញ៉ារៀងកន្លះឆ្នាំដែរ ទិញកាបូបទិញទូរស័ព្ទទិញខោអាវឲ្យនាងសរុបទៅអស់ប្រហែល7ទៅ80000យន់ហើយតែស្រីម្នាក់នេះមានសង្សារហើយដែលចៅជាងគូមិនដឹងខ្លួនសោះម្នាក់នេះឈ្មោះសុនមីអាយុ32ឆ្នាំជាស្ត្រីមេម៉ាយកូនមួយចៅជាងគូយកចិត្តទុកដាក់នឹងនាងជាងគេបំផុតម្នាក់ណាទៅផ្ទេលុយឲ្យនាងជាទៀងទាត់រាល់ខែតិចបំផុតក៏3ទៅ5000យន់ច្រើនបំផុតគឺខ្ទង់10000យន់ថែមទាំងឧស្សាហ៍ជូនពីអ្នកម្ដាយកូននោះទៅដើរលេងទៀតផងអ្នកចិត្តខាងស្មានតែគាត់ជាជីតារបស់ក្មេងនោះទៅហើយដូច្នេះគាត់យកម្ដាយក្មេងខ្ញុំទៅចាយអូគាត់ចាយលុយចូលនិវត្តន៍និងលុយដែលប្តីខ្ញុំឲ្យគាត់សម្រាប់ចិញ្ចឹមជីវិតពេលចាស់ទៅដើម្បីទៅចិញ្ចឹមស្រីនៅខាងក្រៅហើយមិនមែនមានតែប៉ុណ្្នឹងទេក្មេងស្រីហើយយ៉ាវយេងហូធ្លាប់រៀបការកាលពី20ឆ្នាំមុនមានប្រពន្ធមានកូនទៀតអីគេប្រពន្ធគាត់ឥឡូវនៅណាខ្ញុំកំពុងតែបរោះចំណាស់កំពុងស្រាវជ្រាវហើយចិត្តមានដំណឹងហើយមិនបាច់ប្រញាប់ទេប្រមូលភស្តុតាងឲ្យខ្ញុំឲ្យគ្រប់សិនមកតើអញចង់ធ្វើអ្វីបរោះចំណាស់ខ្ញុំចង់ឲ្យគេដឹងថាគេប៉ះចំមនុស្សខុសហើយស៊ីឆ្វេនខ្ញុំមានរឿងចង់និយាយជាមួយឯងបន្តិចក្មេងប្រុសបាទអ៊ីនធឺណិតផ្ទះយើងសម្បូរខ្សោយមែនទេក្មេងនេះខ្ញុំមើលវីដេអូតាក់រហូតដូចជាមានបញ្ហាបន្តិចមែនតើមានរឿងអីខ្ញុំចង់ដំឡើងកាមេរ៉ាសុវត្ថិភាពមួយអូនមើលព័ត៌មានទៅឃើញមានករណីចោរលួចចូលផ្ទះច្រើនណាស់ហើយផ្ទះយើងនៅជាន់តដេទៀតមិនសូវមានសុវត្ថិភាពទេម្យ៉ាងទៀតបើដំឡើងកាមេរ៉ាហើយបើមានរឿងអីកើតឡើងយើងអាចមើលតាមទូរស័ព្ទបានអូនកុំបារម្ភអីក៏បានដែរដំឡើងមួយទៅក៏មិនថ្លៃប៉ុន្មានដែរខ្ញុំឃើញមានប្រភេទច្បាស់កម្រិតភ្ជាប់ជាមួយទូរស័ព្ទមើលបានហើយថែមទាំងអាចថតសំឡេងបានទៀតបើមិនអញ្ចឹងដំឡើងអានឹងទៅបងសម្រាប់ចិត្តចុះក្មេងស្រីប្តីសម្លាញ់បងល្អបំផុតហើយយេថងបរោះចំណាស់ខោឲ្យគេងយប់នេះទើបតែទិញថ្មីមែនទេស្អាតណាស់បរោះចំណាស់ឲ្យតែលោកពូគិតថាស្អាតទៅបានហើយក្មេងស្រីយូរតងហេតុអ្វីបានជាថ្មីនេះក្មួយល្អដាក់ពូខ្លាំងម្ល៉េះលោកពូខ្ញុំមិនបានប្រាប់ហើយទេអីកាលពីមុនខ្ញុំមិនទាន់ដឹងក្តីឥឡូវខ្ញុំគិតយល់ហើយចុះប្រាប់ពូមើលតើក្មួយក្មេងស្រីគិតយល់យ៉ាងម៉េចទៅវិញខ្ញុំគ្រាន់តែគិតថាឯងម្នាក់ឯងគួរឲ្យអាណិតណាស់លោកពូកុំធ្វើបែបនេះអីស៊ីសៀននៅផ្ទះតើបានមិនបាច់ប្រញាប់ទេចៅជាងគូអញអ៊ូតបានតែប៉ុន្មានថ្ងៃទៀតទេចាំមើលតែអញបញ្ចេញចរិតពិតដ៏ថោកទាបមកអស់ខ្ញុំនឹងឲ្យអញស្គាល់ថាជាអ្វីធ្លាក់ក្នុងអន្ទាក់ពិតប្រាកដម៉ែកូនទៅបើកទ្វារម៉ែមានសាច់ញាតិមកលេងយូរថងតើពួកគាត់ជាអ្នកណាចេញទៅគួយឡានចៅជាងគូមិនបានជួបគ្នាយូរហើយលាក់ខ្លួនច្រើនឆ្នាំមកនេះឯងរស់នៅស្រួលណាស់តើពួកឯងស្គាល់តើបងស្រីបងមិនស្គាល់ខ្ញុំទេអីខ្ញុំជាប្អូនថ្លៃបងជាប្រពន្ធរបស់ចៅជាងគូប្រពន្ធស្អីគេជាងគូមានរឿងអីហ្នឹងជាងខ្ញុំអាចពន្យល់បានពន្យល់ស្អីចៅជាងគូឯងរត់ចោលចិត្ត20ឆ្នាំហើយម៉ែខ្ញុំចិញ្ចឹមពួកយើងបងប្អូន2នាក់តែម្នាក់ឯងមិនដែលឲ្យលុយចិញ្ចឹមសំបីតែមួយកាក់ឥឡូវឯងបែរជាមកសោយសុកនៅទីនេះទៅវិញលោកពូឯងមានប្រពន្ធមានកូនផងបងស្រីថ្ងៃនេះខ្ញុំមិនមែនមកបង្កចំនួនទេខ្ញុំមកដើម្បីទាបំណុលទាបំណុលស្អីនេះជាបញ្ជីលុយដែលចៅជាងគូយកពីខ្ញុំកាលនោះគាត់និយាយថាយកទៅធ្វើចំនួនខ្ចីពីខាងគ្រួសារខ្ញុំ50000ក្រោយមកគាត់លេងលបែងចាញ់អស់ម្ចាស់បំណុលមកទៀតដល់ផ្ទះពេលគាត់រត់បាត់ទៅខ្ញុំម្នាក់ឯងនាំកូន2នាក់ថ្ងៃធ្វើការនៅរោងចក្រយកទៅលាងចាននៅហាងបាយតាយងអាយុ15ឆ្នាំក៏ត្រូវចេញទៅធ្វើការបាត់ទៅហើយឪយងប្រឡងជាប់សាកលវិទ្យាល័យតែគ្មានលុយរៀនក៏ទៅរៀនសាលាវិជ្ជាជីវៈពួកយើងម៉ែកូន3នាក់រស់នៅយ៉ាងលំបាកវេទនាអស់20ឆ្នាំចំណែកគាត់វិញបែរជាមករស់នៅដូចសេដ្ឋីទៅវិញជាងគូតើអ្វីដែលនាងនិយាយជាការពិតមែនទេបងស្រីកុំទៅស្ដាប់នាងនិយាយផ្ដេសផ្ដាសនាងគ្រាន់តែចង់ចម្រិតទាលុយប៉ុណ្ណោះចម្រិតទាលុយនឹងចៅជាងគូឯងនិយាយម្ដងទៀតមើលបងកុំតន់ឲ្យវាអីទុកឲ្យគាត់និយាយឲ្យច្បាស់សិនទៅពួកឯងនិយាយគ្នាយឺតទៅមិនបាច់ប្រញាប់ទេយូរថងកូនកូនដឹងរឿងអីខ្លះដឹងអីទៅដឹងថាប្អូនប្រុសដ៏ល្អរបស់អ្នកមានប្រពន្ធកូនឬក៏ដឹងថាគុណស្រឡាញ់ដែលម៉ាក់របស់អ្នកមានមោទនភាពនោះសុទ្ធតែជាការពុតផុសបងស្រីមើលនេះទៅនេះជារូបថតជុំគ្រួសារពួកយើងទាំង4នាក់នេះជាចៅជាងគូ3ដាយងពេលគាត់អាយុ30ឆ្នាំហើយនេះជាកូនទី2ពេលកូនទី2គ្រប់ខែចៅជាងគូនៅតែនៅទីនោះឯងបោកខ្ញុំបងស្រីខ្ញុំមិនបានតាំងចិត្តបោកបងទេគឺខ្ញុំក៏គ្មានផ្លូវជ្រើសរើសដែរគ្មានផ្លូវជ្រើសរើសពេលឯងលេងល្បែងនៅខាងក្រៅមិនក៏មិនគិតបែបហ្នឹងពេលឯងយកលុយទៅចិញ្ចឹមស្រីផ្សេងមិនក៏មិនគិតបែបហ្នឹងគ្មានមែនទេចុះឯងមើលនេះជាស្អីនេះជាប្រវត្តិប្រតិបត្តិការធនាគារនេះជាកំណត់ត្រាចំណាយរបស់គាត់បេសែងយ៉នគាត់ចាយអស់រលីងហើយម៉ាក់ថាម៉េចនេះជាប្រវត្តិប្រតិបត្តិការធនាគារនេះជាកំណត់ត្រាចំណាយរបស់គាត់ម៉ាក់មើលដល់ខ្លួនឯងទៅនេះមិនអាចទៅរួចទេនេះជារូបថតស្រីដែលគាត់ចិញ្ចឹមនៅខាងក្រៅមាន3នាក់ម្នាក់ជាអ្នករំនៅទីលានសាធារណៈម្នាក់បុគ្គលិកគិតលុយនៅផ្សារទំនើបម្នាក់ហើយនឹងស្ត្រីមេម៉ាយកូនមួយម្នាក់ទៀតម៉ាក់ចាត់ទុកគាត់ជាប្អូនបង្កើតតែគាត់ចាត់ទុកម៉ាក់ជាម៉ាស៊ីនដុសលុយដែលម៉ាក់ខំសន្សំសំចៃមួយជីវិតគាត់យកទៅទិញកាបូបឲ្យស្រីផ្សេងនាំគ្នាចូលសន្តាគារហើយចិញ្ចឹមកូនអ្នកដទៃមើលដល់ខ្លួនឯងទៅថាប៉ុន្មានឆ្នាំនេះលោកពូរបស់ឯងធ្វើរឿងអីខ្លះ
រឿងទាំងនេះជាការពិតមែនហេ ម៉ាក់គិតថាខ្ញុំយកកំ pl ែងជាមួយរឿងបែបនេះមែនទេ ចៅជាងគូខ្ញុំសួរឯងតើស្រីទាំងនេះជាអ្នកណា អញស៊ើបអង្កេតខ្ញុំស៊ើបអង្កេតឯងមានរឿងអីអញចាយលុយគ្រួសារខ្ញុំរស់នៅក្នុងផ្ទះដែលខ្ញុំទិញស៊ីបាយខ្ញុំហើយនៅហ៊ានប្រើដៃប្រើជើងដាក់ខ្ញុំទៀតចៅជាងគូអញស្មានថាខ្លួនឯងជាស្អីអញនិយាយឈួតហើយម្នាក់នោះ លុយទាំងនេះគឺបងស្រីខ្ញុំឲ្យខ្ញុំចង់ចាយមិនក៏ជារឿងរបស់ខ្ញុំដែរ បងស្រីឯងឲ្យឯងចុះលុយចូលនិវត្តន៍របស់បងស្រីឯងជារបស់អ្នកណាលុយសោធឹងនិវត្តន៍របស់បងស្រីឯងជារបស់អ្នកណាបងស្រីឯងខំសន្សំសំចៃសឹងអត់សឹងឃ្លាន លុយដែលគាត់ខំសន្សំមួយជីវិតគឺដើម្បីឲ្យឯងបោះបង់ប្រពន្ធកូនទៅលេងល្បែងនិងចិញ្ចឹមស្រីខាងក្រៅមែនទេ លុយចូលនិវត្តន៍របស់ម៉ាក់ខ្ញុំឯងយកទៅចិញ្ចឹមស្រីផ្សេងបាត់ហើយជឿស្វៀនឯងស្ដាប់ខ្ញុំនិយាយសិន